Rồi số này ở kia cái này cho mình monitor mới mà review chương này ở cái này đại monitor là kháng chơi đây năm nay cái chiếc monitor MSI Max P74 QS X24 ហើយសម្រាប់ monitor នេះគឺវាមានកម្រិត resolution រហូតដល់ 2K ជាមួយនឹង refresh rate រហូតដល់ 240Hz ហើយមកជាមួយនឹង response time របស់វាត្រឹមតែ 0.5 millisecond ទេហើយក៏វាមកជាមួយនឹង HDR និង AI Vision ផងដែរសម្រាប់ឯហូតដំណភ្ជាប់របស់ monitor នេះវិញយើងទទួលបានជាមួយនឹង HDMI 2 DP1 ជាមួយនឹង dot cast 1ហើយសម្រាប់ monitor នេះគឺពិតជាល្អខ្លាំងមែនទែនសម្រាប់អ្នកដែលលេង game ដោយសារតែ refresh rate របស់វាគឺខ្ពស់ហើយជាមួយនឹងការ response time របស់វាគឺលឿនហើយសម្រាប់ monitor នេះវាមានតម្លៃត្រឹមតែ200ជាងតែប៉ុណ្ណោះតម្លៃត្រឹមតែ200ជាងហ្នឹងអ្នកទាំងអស់គ្នាបាន monitor មួយសឹងតែថា perfect ទេសម្រាប់ការ design របស់ monitor ហ្នឹងវិញគឺគេ design ឡើងមកមានសភាពកាយខ្លាំងមែនទែនសម្រាប់រូបរាងរបស់វាហ្នឹងស្របទៅដោយជ័រដែលមានគុណភាពខ្ពស់ហើយមើលទៅគឺមាំខ្លាំងមែនទែនសម្រាប់សាច់រូបភាពរបស់វាវិញសាច់រូបភាពរបស់វាគឺថាច្បាស់ល្អគឺងាយស្រួលយើងក្នុងការលេង game ជាមួយនឹងកាត់ជាមួយនឹងរូបភាព Photoshop មើលខ្សែភាពយន្តអីបានផងដែរសម្រាប់ function របស់ monitor ហ្នឹងវិញគឺវាមានច្រើនខ្លាំងមែនទែនហើយខ្ញុំចូលចិត្ត function មួយទៅលើ monitor ហ្នឹងគឺ function professional mode ដែលយើងអាចកំណត់បានទៅលើ eco mode ឬក៏ anti blue mode ដែល function anti blue mode ហ្នឹងគឺយើងបើកដើម្បីការពារភ្នែកយើងពីពន្លឺពណ៌ខៀវហើយសម្រាប់ function ដែលខ្ញុំចូលចិត្តនៅក្នុង monitor ហ្នឹងគឺ sRGB mode សម្រាប់ sRGB mode ហ្នឹងគឺថាការបញ្ចេញ color របស់វាគឺសក្តិខ្លាំងមែនទែនហើយសម្រាប់ការយើងបញ្ជាលើទៅលើ function នានាហ្នឹងគឺយើងបញ្ជាទៅលើប៊ូតុងខាងក្រោយរបស់វាគឺថាប៊ូតុងខាងក្រោយហ្នឹងគឺដូច joystick យើងចឹងយើងអាចក៏វាចុះឡើងបានសម្រាប់អ្នកនរគ្នាណាកំពុងតែស្វែងរក gaming monitor មួយដែលមានតម្លៃធូរថ្លៃត្រឹមតែ2សន្លឹកជាងហើយមានសមត្ថភាពខ្ពស់អ្នកនរគ្នាអាចមកមើល monitor មួយនេះបានហើយអ្នកនរគ្នាក៏អាចសាកតេស្ត monitor មួយនេះបានដែរនៅហាង Lucky Star Technology យើងដែលទីតាំងយើងស្ថិតលើផ្លូវ271ក្បែរវិទ្យាល័យ GC សាមគ្គីទល់មុខគ្នាជាមួយសាកូរ៉ាជាចុងក្រោយអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូមួយនេះជួយជាមួយខ្ញុំនៅក្នុងវីដេអូក្រោយបាទជំរាបលា